ធ្វើបន់អធិដ្ឋានយ៉ាងម៉េចដើម្បីឲ្យកូនខ្លាចជាសេដ្ឋីឬខ្លាចជាអ្នកមានទី1ពេលយើងសូត្រមន្តសមាទានសិល5រាល់ថ្ងៃយើងមិនបាច់អធិដ្ឋាននិយាយបែបនេះបែបនោះពេលយើងធ្វើបន់ឬសូត្រមន្តអ្វីក៏ដោយត្រូវបង្អោនកាយវិចារចិត្តយើងឲ្យបរិសុទ្ធហើយថ្វាយជាពុទ្ធបូជាធម្មបូជាសង្ឃបូជាតែប៉ុណ្ណោះតែបើយើងទៅវត្តត្រង់កន្លែងដែលលោកសូត្រត្រង់ឃ្លាដែលថាសព្វទីយោវិវត្តឆន្ទៈសូមឲ្យយើងអធិដ្ឋានតែម្ដងទៅថាបុណ្យនេះសូមហុចផលឲ្យកូនចៅខ្ញុំព្រះអង្គសូមឲ្យកូនខ្ញុំព្រះអង្គមានបញ្ញាលើសលប់ជាមហាសេដ្ឋីជាមនុស្សសម្បត្តិយ៉ាងមហោសចាឬពេលយើងសូត្រមន្តរួចសូមបុណ្យនេះសូមអានិសង្សនៃសិលនេះចូលបីបាច់ថែរក្សាកូនខ្ញុំព្រះអង្គឲ្យជួបតែកល្យាណមិត្តដែលជាឃ្លាំងនៃទ្រព្យចាប់អ្វីកាន់អ្វីឲ្យខ្លាយជាមាសខ្លាយជាប្រាក់បើចិត្តរបស់កូនខ្ញុំព្រះអង្គធ្លាក់ក្នុងអបាយភូមិសូមឲ្យឡើងមកជាមនុស្សសម្បត្តិដោយបញ្ញាលើសលប់សូមពោបានទាំងអស់ណាពាក្យរបស់ឪពុកម្ដាយគឺស័ក្តិសិទ្ធិណាស់បើចង់ឲ្យបុណ្យទៅកូនយើងត្រូវប្រើពាក្យថាបុណ្យនេះសូមឲ្យទៅកូនតែកុំប្រើពាក្យថាសូមឧទ្ទិសបុណ្យនេះទៅឲ្យកូនគឺអត់ត្រូវទេពាក្យថាឧទ្ទិសប្រើបានជាមួយអ្នកដែលស័ក្តិខ្ពស់ឡើងទៅគឺឪពុកម្ដាយតាយាយគ្រូបាអាចារ្យតែបើសិនជាកូនត្រូវប្រើពាក្យថាសូមឲ្យកូនត្រង់នេះសំខាន់ណាស់ព្រោះជាច្រើនចូលចិត្តនិយាយថាឧទ្ទិសបុណ្យឲ្យកូនឧទ្ទិសបុណ្យឲ្យកូនណាបុណ្យមានទាំងប្រមាណហ្នឹងអូយសូមឧទ្ទិសឲ្យកូនទាំងអស់ចប់ហើយពេលខ្លះទៅពេលទៅធ្វើបន់ទៅគិតខ្វាយខ្វល់ព្រោះកូនរស់ស៊ីអត់សូវបានឲ្យកូននឹងសងបំណុលឲ្យកូនអស់បំណុលអីចឹងណាពេលអង្គុយសមាធិក៏គិតដល់កូនសូមឲ្យកូនអស់បំណុលឬក៏ទៅធ្វើបន់អីហ្នឹងដោយថាចិត្តនឹងខ្វាយខ្វល់គិតតែពីរឿងចង់ឲ្យកូននឹងអស់បំណុលចង់ឲ្យកូននឹងរស់ស៊ីមានបានប៉ុន្តែខ្លួនឯងនេះវាកើតទុកវារ៉ាំរ៉ាយសូមឲ្យកូនមានតែមិត្តល្អសូមកុំឲ្យកូនមានមិត្តមិនល្អហើយយើងសមាធិគួរតែបានបន់ច្រើនតែវាមក stress រឿងហ្នឹងវិញខូចបន់អស់នេះជាវិធីបើធ្វើមិនត្រូវខាត់បន់ណាបើសិនជាយើងចង់សូមឲ្យកូនគឺយើងត្រូវធ្វើចិត្តឲ្យជ្រះថ្លាដូចអ្នកគ្រូនិយាយខាងលើណាគឺថ្វាយពុទ្ធបូជាធម្មបូជាសង្ឃបូជាអីឲ្យផោផងហើយចិត្តយើងឲ្យមានខ្វាយខ្វល់នៅវល់តែរឿងកូនចម្ពាក់គេអីទេណាព្រោះតែកាលណាយើងខ្វាយខ្វល់រឿងអីរឿងហ្នឹងវានឹងចូលមកឥឡូវយើងចូលមករឿងមួយទៀតលក់ដូរដាច់បានលុយមកហោហែតែលុយអត់សល់មានតែបំណុលតើមកពីកម្មអ្វីរឿងនេះធ្លាប់ជួបណាលក់ដូរដាច់នោះដាច់បានដល់មួយផ្លែតលុយបាត់អស់មិនដឹងទៅណាវាមានទាំងរូបធម៌មានទាំងនាមធម៌ទី1ត្រូវប៉ះត្រូវអត់រន់ដែលធ្លុះសិនបិទចន្លោះនៃការហុចផលរបស់កម្មបិទអបាយសិនយើងបើកផ្លូវឲ្យទ្របចូលមកហើយបើទ្របចូលមកយើងមិនសូត្រមន្តយើងមិនផ្សាយមេត្តាទ្របវាក៏មានផ្លូវចេញទៅវិញបានទ្របចូលមកប៉ុន្មានវាក៏មានផ្លូវចេញទៅវិញទាំងអស់ទោះបន្ថែមមកចំនួនយើងរកបានរាប់ពាន់រាប់ម៉ឺនរាប់លានដុល្លារដល់វេលាវាក៏ត្រឡប់ទៅកាន់ធម្មជាតិវិញទាំងអស់ទ្របមកហើយក៏អស់ទៅបាននេះអ្នកគ្រូនិយាយចែកជាធម្មទានសម្រាប់អ្នកមានសទ្ធាជាជំនឿបុគ្គលណាបើយើងមិនសូត្រមន្តផ្សាយមេត្តាទ្រព្យនឹងមានផ្លូវចេញហើយក៏នៅសល់តែបំណុលយើងត្រូវធ្វើទាំងរូបធម៌និងនាមធម៌ទី1ធ្លាប់ឮមុនបើកបរមានសតិយើងត្រូវដឹងថាពេលនេះយើងមានចំណូលប៉ុន្មានចំណាយប៉ុន្មានមានបំណុលប៉ុន្មានទី2ធ្វើយ៉ាងម៉េចឲ្យទ្រព្យកើនច្រើនជាងបំណុលកុំកង្វល់រឿងបំណុលបើយើងគិតទៅពីខ្វល់ខ្វាយអូយបំណុលអញទៅពេលអានេះអញទៅពេលអានោះបំណុលវាក៏កើនឡើងបើយើងខ្វល់ពីរឿងអីរឿងហ្នឹងវាក៏ចូលមកកុំយករឿងមិនល្អមកគិតទី3សូត្រមន្តសមាទានសិល5ផ្សាយមេត្តារាល់យប់ផ្សាយឲ្យទ្រព្យឲ្យអាជីពរបស់យើងឧបករណ៍ផ្សេងដែលយើងយកមកប្រើប្រាស់ប្រកបអាជីពរបស់យើងត្រូវចេះផ្សាយមេត្តាឲ្យផងបើមិនដូច្នោះអ្នកដែលបានស្ដាប់យល់តែមិនបានពលត្រូវក៏មិនចុះដៃធ្វើព្រោះបើពលត្រូវក៏ធ្វើយើងផ្សាយមេត្តាដល់លុយហើយពលគេថាបូជាលុយគេថាលុយលៀនហើយសម្រាប់គេថាបូជាលុយបើអ្នកណាចង់បានចាំអ្នកគ្រូតម្លាក់ link នៅក្រោម comment ឲ្យហើយយើងត្រូវពោលថាទ្រព្យរបស់ខ្ញុំព្រះអង្គបរិសុទ្ធល្អហើយសូមឲ្យខ្ញុំព្រះអង្គជាមនុស្សមានបញ្ញាលើសលប់មានទ្រព្យសម្បត្តិសល់ហូរហៀមានទ្រព្យដោះបំណុលបើមិនអធិដ្ឋានមិនប្រើបញ្ញានៅពេលដែលបានទ្រព្យមកវានាំចិត្តយើងឲ្យគិតចង់ទៅអានេះចង់ប្រើអានេះចង់ប្រើនោះចង់លេងអានេះចង់ទៅនេះចង់ទៅនោះធ្វើគ្រប់យ៉ាងដែលជាច្រកចេញនៃលុយព្រោះកម្មវាជាប់ជំពាក់នៅខាងផ្លូវអារម្មណ៍ហៅថាកម្មចាស់ហុចផលមកតាមអារម្មណ៍ធ្វើឲ្យយើងចង់បានចង់ធ្វើចង់លេងតែបើយើងសូត្រមន្តយើងមានសតិពេលមានសតិវាក៏មានលុយមុននឹងចាយមុននឹងទិញអ្វីមួយក៏មានសតិត្រេះរិះយ៉ាងល្អដូច្នេះបើយើងមិនបំពេញបុណ្យទេទ្រព្យចូលមកប៉ុន្មានក៏អស់បានបើយើងសូត្រផ្សាយមេត្តាបូជានៅអ្វីដែលគួរបូជាដោយអ្នកគ្រូមានវត្ថុមង្គលសម្រាប់រលឹកដល់ព្រះរតនត្រ័យមានទេវតាដែលជាសមាទិដ្ឋិនៅថែរក្សាហើយយើងសូត្រមន្តអាជីពរបស់យើងក៏ជានឹងខ្លាចជាសមាអាជីពហើយនឹងមានភាពរុងរឿងដូច្នេះបុណ្យយើងមានបណ្ដាចិត្តឲ្យយើងគិត
អ្វីត្រូវធ្វើត្រូវហើយរឿងវត្ថុមង្គលហ្នឹងក៏មានផលដែរដោយថាបើសិនជាទេវតាសមាទិដ្ឋិទេវតាចេះបណ្ដាចិត្តយើងណានឹងបណ្ដាចិត្តឲ្យយើងនឹកឃើញធ្វើអ្វីដែលល្អតែបើវត្ថុខ្លះយើងយកមកអមនុស្សនោះអត់មានធម៌អត់មានអាទេក៏នឹងបណ្ដាចិត្តយើងឲ្យចង់ទៅធ្វើអ្វីដែលខុសធម៌ខុសអាគឺវាបែបហ្នឹងឯង